on the way នៅលើផ្លូវទៅថតឡានលុចស៊ីហើយនឹង Prius ព្រោះឲ្យបងប្អូនមើលតិចថាវាតម្លៃប៉ុណ្ណាហើយឆ្នាំប៉ុណ្ណីអញ្ចឹងណាតោះគោបាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះមកថតឡានឲ្យបងប្អូនមើលម្ដងដោយសារខ្ញុំឃើញមានឡានប្រភេទនេះលុចស៊ីនេះលុចស៊ី GX 460បាទឃើញវារៀងឆ្នាំទៀបហើយបាទសេរីឆ្នាំ2021នៅក្រោយខ្នងខ្ញុំនេះសេរីឆ្នាំ2021ដល់ចឹងហើយវាបងប្អូនគាត់ចូលចិត្តមើលពួកអាសេរីឆ្នាំទៀបដើម្បីប្រៀបធៀបតម្លៃនៅស្រុកខ្មែរយើងណាបាទហើយនៅស្រុកអាមេរិកនេះវាតម្លៃប៉ុណ្ណាហើយចាំមើលខ្ញុំដើរថតឡាននឹងមកជុំឲ្យបងប្អូនមើលហើយនឹងនោះឯណានោះអាប្រុសនោះសេរីឆ្នាំ2023ហើយប្រភេទវា XLE បាទ XLE សេរីឆ្នាំ2023ហ្នឹងថាចាំមើលតម្លៃវាប៉ុណ្ណាការប្រើប្រាស់វាបានប៉ុណ្ណាអញ្ចឹងណាហើយនៅស្រុកខ្មែរយើងខ្ញុំឃើញមានជិះថាអាសេរីលុចសេរីលុចស៊ីអាសេរីប្រុសនោះ Prius យើងហៅប្រុសសួរស្ដាប់បាទឥឡូវនេះមកដើរថតGX 460នេះបងប្អូនមើលបាទអានេះវាសេរីឆ្នាំ2021ដោយដែលខ្ញុំបានប្រាប់អញ្ចឹងហើយបាទតម្លៃរបស់វាគឺប្រាប់ប្រាវអញ្ចឹងហ្មងទៅគឺថា40000តម្លៃ40000ណានេះតាម40000សេរីឆ្នាំ2021គិតមិនថ្លៃទេថ្លៃអត់40000សេរីឆ្នាំ2021បាទហើយសម្រាប់ខ្ញុំអាចថាថ្លៃនៅតែថ្លៃបាទថ្លៃតែពណ៌ស្អាតណាពណ៌នេះខ្ញុំឃើញនៅស្រុកខ្មែរយើងគឺពេញនិយមជិះពណ៌ហ្នឹងដូចជាអីគេអាហ្នឹងអត់ដឹងហៅពណ៌ខ្មែរហៅអីគេអត់ដឹងតែដឹងតែពណ៌នឹងស្អាតពេញនិយមបាទពេញនិយមហើយសម្រាប់ឆ្នាំ2021ហ្នឹងបើនិយាយពីសាច់ថ្នាំវិញភ្លឹងបាទបើនៅស្រុកខ្មែរយើងវិញគឺអេមនេះគឺប៉ូលីបន្តិចទៅខាត់ស្បែកអីបន្តិចទៀតទៅអូប៉ុន្តែកន្លែងនេះរៀងលបកបន្តិចបាទរៀងលបកថ្នាំបន្តិចទីមតែប៉ុណ្ណេះបើនៅស្រុកខ្មែរយើងប៉ុណ្ណេះបាច់ទេមិនអឺងបកែស្រុកយើងបកែបើសិនជាប្រៀបធៀបជាមួយនឹងអាកៀងអត់បកែជួសជុលទេណាអាកៀងបកែតាដូរអាហ្នឹងតែបើថាឲ្យជួសជុលឲ្យអីណាស្បៃតើរួចមួយជាងស្រុកខ្មែរយើងឯងបាទបើថាងាកដូរថ្មីរហូតបាទជំនាញគេអានោះបាទនេះសេរីឆ្នាំ2021ហើយខាងក្នុងគេនោះគឺក្រហមឆេះតែហ្មងបាទក្រហមតាមក្រហមហើយនេះការប្រើប្រាស់បនគេនេះគឺ80000ម៉ាយជាងហើយសេរីឆ្នាំ2021ចិត្តមួយជុំបាទបើគិតជាគីឡូឆ្នាំ2021ហើយនឹងការប្រើប្រាស់នេះគឺវាមិនជាច្រើនទេបាទវាមិនជាច្រើនបាទហើយល្មមវាការប្រើប្រាស់នឹងវាអត់សូវសាហាវពេកបាទអញ្ចឹងហើយយើងអាចទិញយកមកប្រើបានតម្រាំតឡើងមួយជុំ20000ម៉ាយទៀតវាសុខេបាទតម្លៃ40000ពូមបាទហើយសម្រាប់កង់វិញគឺសបកកង់គឺត្រូវទិញឲ្យដូរតែទិញឲ្យដូរអត់សូវជាថ្មីមកនេះសបកកង់បាទពូមរៀងគេស្អាតអាកៀងចូលចិត្តជិះពួកអាប្រភេទនឹងច្រើនជាងអាធំបាទវាអត់សូវមានគ្រួសារធំឯណាតាមសដងច្រើនតែបើថាជ្រុលធំដូចជាអានេះពួកនេះពួកថាហូពួកអីណាបាទតែថតអានេះមើលឯងបាទទុំគិតមិនដែរតម្លៃ40000ជាងបាទហើយនៅស្រុកខ្មែរយើងពួកអាប្រភេទអស់ហ្នឹងសេរីឆ្នាំ2021គឺប្រហែលជានៅថ្លៃនៅស្រុកយើងបាទមិនថោកទេជូហើយពណ៌ហ្នឹងពណ៌អីគេបងប្អូនជួយខមមិនផងអត់ស្គាល់ពណ៌ហ្នឹងទេ
តែគ្រាន់នឹងថាមើលទៅវានៅថ្មីសំបីតែយ៉ានកង់យ៉ានអីហ្នឹងគឺថ្មីអើងបាទសម្រាប់ឡានអាកាំងបាទអត់មានធ្វើមកស្អាតហើយឯណាខាត់ប៉ូលីឲ្យចេញមកឲ្យភ្លឹងហើយបានដាក់លក់ឯណាបាទអត់ទេទិញមកអាម៉េចលាងតែទឹកធម្មតាហើយគឺដាក់លក់ហើយសំខាន់ខាងក្នុងគេវាប់ខ្ជូមគេលាងអីឲ្យជូតឲ្យស្អាតកុំឲ្យក្លិនកុំឲ្យអីចឹងណាបាទតែប៉ុណ្្នឹងឯងតែបើថាខាងក្រៅបាទអត់អីត្រូវបារម្ភច្រើនទេគឺអត់ធ្វើបណ្ដោយមិនដូចឡាននៅស្រុកខ្មែរយើងមុននឹងយកទៅលក់មុនអីហ្នឹងខាត់ហងប៉ូលីហងមើលទៅលងបាច់ផ្សែងណាបាទឡាន0ម៉ាយតក់រួចជាមួយតែបើឡានអាកាំងអត់ទេគេមកដល់គេមើលតាការប្រើប្រាស់ហ្នឹងប្រហែលគីឡូប្រហែលម៉ាយអីចឹងទៅហើយបន្ទាប់មកទៀតគេដឹងថាឡានហ្នឹងប៉ះពីឬក៏មិនប៉ះពីអីចឹងទៅគេមានរិកត់គេប្រវត្តិគេមិនគេដឹងច្បាស់យើងមិនបាច់ចាំកុហកគេទេបាទអញ្ចឹងហើយយើងមិនអាចកុហកគេបានទេនៅស្រុកនេះដោយសារថាឡានយើងមានប៉ះពីឬក៏បុកអីគឺគេដឹងបដ ாய் និយាយទៅបាទហើយមិនបាច់ចាំឯណាអូមកមើលជួលហៅអ្នកណាមកមើលឡាននេះស្អាតឬក៏កាត់តឬក៏ថ្នាំស៊ីនមិនស៊ីនអីទេអត់ចាំបាច់ច្រើនទេវាត្រង់តែមកដល់វប់យើងស្រឡាញ់អាហ្នឹងហ្នឹងនេះស្រឡាញ់អាហ្នឹងហើយយើងដឹងថាគីឡូប៉ុន្មានហើយតម្លៃប៉ុន្មានហើយយើងតគេឡានលក់មកទឹកចេះយើងស្រួលតខ្លះយើងតអាចបានខ្លះចឹងណាបើបានធ្វើ1000អីចឹងណាបាទហ្នឹងហើយហើយឥឡូវហ្នឹងគឺអាហ្នឹងគឺចប់ហើយមកដល់អាប្រុសនេះម្ដងអាប្រុសនេះគឺជាប្រភេទឆ្នាំ2023ហើយស៊េរី XLE បាទវា top របស់ XLE ហើយតម្លៃវាគឺ30000ជាងស៊េរីឆ្នាំ2023ហើយចាំមើលការប្រើប្រាស់អនវាបន្តិចតែមុខគេស្អាតស្រីបើកទៅវាខ្ជូតពិសេសជាងគេដូចជានៅស្រុកខ្មែរយើងបើកនៅក្នុងក្រុងមើលទៅស្អាតបាទស្អាតហើយវា hybrid ទេទុំតែខាងក្នុងគេខ្មៅបាទនេះស៊េរីឆ្នាំ2023 XLE ការប្រើប្រាស់គេហ្នឹងគឺ30000ម៉ាយមើល23 24 25 26 3ឆ្នាំប្រើអស់មានន័យមួយឆ្នាំ10000មួយឆ្នាំ10000ឡានហ្នឹងអត់សូវបើកច្រើនដែរបើកតិចបាទអានេះទ្វារចង់ហើបហើយទ្វារបិទអត់ចិត្តពុំស្អាតណាបាទរៀងគេបាទមើលតែស្រឡាញ់តែរៀងគេខូបមកយ៉ាងស្អាតមែនតើ British យើងព្រុស style គេស្អាត HLE HEV hybrid ពុំណា HLE គេដាក់នៅណា HLE ពុំស្អាតទេបងប្អូនបើនៅស្រុកខ្មែរយើងតម្លៃមកទឹកឥឡូវមិនដែរគេគិតពុនគេគិតអីចឹងណាជាធូរថ្លៃជាងមុនឬក៏មិនដែរបាទហើយសម្រាប់យ៉ានវានេះគឺស្អាតវាខ្មៅលាយជាមួយ silver chrome មើលទៅស្អាតហើយមើលកន្លែងគេឡើងទៀបមើលតែស្អាតមើលទៅឡើងខ្ជូតហើយទ្វារគេបើកនៅខាងនេះម្ដងឥឡូវមើលទៅលយខាងក្នុងគេខ្មៅអត់មានអីច្រើនទេបាទហើយតម្លៃវា30000ជាងបើ30000ជាងបើទិញអាប្រុសនៅស្រុកខ្មែរយើងបានប៉ុន្មានលុយបានប៉ុន្មានលុយបានស៊េរីឆ្នាំប៉ុន្មានប្រហែលជា2012អី2010អី30000បាទខ្ញុំអត់ច្បាស់ដែរប៉ុន្តែនៅស្រុកនេះឡាយឡានប៉ុណ្ណេះ30000ជាងប៉ុណ្ណេះសម្រាប់ខ្ញុំក៏នៅរៀងថ្លៃដែរបាទ30000ជាងថែមតាម10000ទៀតទិញអា0ម៉ាយបានបដ ாய் អា0ម៉ាយហ្នឹងគឺឡានថ្មីកោះកេះខ្លាញ់គោបាទហើយបើសិនយើងចង់សេវ10000យើងទិញអានេះទៅវាខាតអស់30000ម៉ាយបាទឡាននៅស្រុកនេះបើសិនជាយើងប្រើប្រាស់កាន់តែអស់ច្រើនឡានកាន់តែថោកអញ្ចឹងណាពេលគេទិញគេមើលតែគីឡូយើងទេហើយនឹងប្រវត្តិរូបឡានតែប៉ុណ្្នឹងឯងបាទគេអត់មានឯណាមកសូនសាញច្រើនជាមួយយើងទេបាទវាយតម្លៃទីផ្សារឡានស៊េរីឆ្នាំហ្នឹងហើយការប្រើប្រាស់ប៉ុណ្ណឹងតម្លៃទីផ្សារគេនឹងបែបម៉េចគឺគេឲ្យតម្លៃយើងចឹងហ្មងអត់មានអីណាត្រូវ
อุกกาลาไอ้เจริญต่อไทยใบใส่như thếว่าเนี่ย Range Rover อีมันเยอะๆนี่มาดอกคือ Range Rover Sport นี่สะอาดจ่อยมาอันนี้จะไล่เป็น70,000ปูแต่ยมได้ถอด Range Rover như tớiตั้งปียมรีวิวลานnóถอดลานnó nhỏได้ถอด Range Rover เลยซาตีมุ้ยยมอดจูจัดของยมถอดตาหน้ายมจูจัดได้นะแต่ว่าถ้าอดจูจัดอดถอดเลยบาดวิดีโอถอดออยบองโอนมือลานปรุให้นั่งลอย CGX 460ហ្នឹងបាទប៉ុណ្្នឹងឯងអស់ហើយក្តៅចង់បែកក្បាលហើយឡងបាច់នេះចូលនេះបាទហើយក៏សូមអរគុណនៃការតាមដានវីដេអូមួយហ្នឹងបាទហើយខ្ញុំឥឡូវអត់សូវចេញវីដេអូច្រើនទេដោយសារខ្ញុំខ្ជិលដោយសារខ្ជិលថងថាទី1យើងអត់មានឡានដែលត្រូវយើងថតអញ្ចឹងហើយដល់ពេលយើងឡានអត់មានឡានណាដែលត្រូវថតដល់ពេលថតហើយបងប្អូនក៏អត់សូវចូលចិត្តមើលអីចឹងទៅខ្ញុំខ្ជិលថតបដ ாய் ទៅបាទហើយពេលខ្លះចឹងទៅដូចឡានចឹងទៅពេលខ្លះបងប្អូនក៏ចូលចិត្តមើលអីចឹងទៅខ្ញុំចេះថតទៅបាទវាអបសុកដែរពេលខ្លះចេះដើរថតទៅតែឥឡូវហ្នឹងតាំងពីខ្ញុំបើកអាឡានខ្ញុំអាធំនោះមកខ្ញុំខ្ជិលបើកច្រើនទី1វាស៊ីសាំងទី2ខាតតាម៉ាយខាតអីចឹងទៅខ្ជិលចឹងហើយនៅផ្ទះមិនមែនដូចពីមុនទៅចាសាដើរថតដើរអីចឹងណាហើយខ្ញុំមិនមែនរកចំណូលពី YouTube ណាប៉ុន្តែគ្រាន់តែយើងអបសុកយើងអត់ដឹងធ្វើអីចឹងទៅពេលខ្លះយើងចាដើរថតថាអីចឹងឲ្យបងប្អូនមើលណាបាទយើងមិនមែនពួកអាជីពរកស៊ីតាមអីគេ MMO YouTube អីណាលើដូចគេរកបានលុយហើយយើងអត់ for fun ហ្នឹងអានេះយើងថត for fun ហ្នឹងមិនមែន for money បាទហើយក៏ចាំរងចាំវីដេអូខ្ញុំថតស្អីទៀតទេអត់ដឹងទេឥឡូវហ្នឹងមួយខែចេញវីដេអូម្ដងបាត់អ្នកមើលអស់ហើយណាមើលម្ដង200អ្នកអីណាបាទបាយ